ព្រះអើយព្រះពុទ្ធជាម្ចាស់ហេតុអ្វីក៏មាតុភូមិខ្ញុំម្ចាស់ជាតិខ្ញុំម្ចាស់ទទួលរងគ្រោះទុក្ខវេទនាយូរលង់ម្ល៉េះហេតុអ្វីក៏សុភមង្គលខ្ញុំម្ចាស់ឆាប់រលាយបង់យ៉ាងនឹងហើយប្តីជាទីស្នេហានៃខ្ញុំម្ចាស់ត្រូវព្រាត់ប្រាសជាស្ថាពរកម្ពុជាត្រូវបានវិញហើយនៅសន្តិភាពនិងឯកភាពជាតិតាំងពីឆមាសទី2នៃឆ្នាំ1991មកម្ល៉េះប៉ុន្តែហេតុអ្វីក៏សន្តិភាពឯកភាពជាតិនោះនៅទន់ខ្សោយឥតថិតថេរខ្ជាប់ខ្ជួនសោះឡើយទឹកដីស្រែចម្ការខ្ញុំម្ចាស់ពោពេញជោគជាំតែគ្រាប់មីនគ្រាប់បែកកូនខ្មែរអ្នកស្លូតត្រង់ទាំងចាស់ទាំងក្មេងមួយចំនួនធំទទួលរងគ្រោះយ៉ាងអណោចអធមរៀងរាល់សប្តាហ៍អូព្រះអើយព្រះអង្គជ្រាបផងថាប្តីជាទីស្នេហានៃខ្ញុំម្ចាស់លោកវជ្ជបណ្ឌិតសីហាស្លាប់ទៅក៏មកពីមានចិត្តប្រាថ្នាចង់បម្រើចង់ស្រោចស្រង់ជនរួមជាតិជាទីស្នេហាទាំងនោះហើយព្រះអង្គអើយសូមព្រះអង្គជាម្ចាស់មេត្តាករុណាប្រោះប្រណីប្រទានសន្តិភាពដល់ពិតជូនកម្ពុជាខ្ញុំម្ចាស់សូមអោនកាយលើកដៃប្រណម្យសូមឲ្យការរួបរวมសាសភាសាជាតិមិនត្រូវខាតបង់សូមឲ្យដីខ្មែរជ្រះស្អាតរួចផុតពីគ្រាប់បែកគ្រាប់មីនយ៉ាងឆាប់ដោយប្រាថ្នាឲ្យកូនខ្មែរស្លូតត្រង់រស់រានជីវ៉ាអស់ស្លាប់ពីការក្លើបសារយ៉ាងនេះអោព្រះអង្គអើយព្រះមហាករុណាភិគុណដោយសមុទ្រដោយភ្នំធំធេងគ្មានកោះគ្មានត្រើយសូមព្រះអង្គស្រោចស្រង់ប្រលឹងប្តីសម្លាញ់ខ្ញុំម្ចាស់ក្រោមម្លប់ព្រះបរមសុខឲ្យឃ្លាតឆ្ងាយពីទុក្ខចូលឋានសួគ៌សំសួនក្នុងឋានៈខ្លួនដែលជាអ្នកស្នេហាជាតិដ៏បរិសុទ្ធអត់ឃើញមកទេមើលអំចូលមុនណាលោកអំឡានមកហើយសូមស្វាគមន៍បងប្អូនដោយឃើញថាបងប្អូនសម្រាប់ចិត្តមកបម្រើក្រុមប្រឹក្សាជាតិចំពោះកម្ពុជានិងប្រជាជនយើងសូមស្វាគមន៍បងប្អូនណាបងបងនឹងនាំឲ្យអូនស្គាល់អ្នកកញ្ញាដ៏ស្រស់ប្រេមប្រែងនេះនេរីអេនេរីនេះគឺនាងនេរីជាគិលានុបដ្ឋាយិកាដ៏មានសមត្ថភាពនិងមានភក្ដីភាពនារីជាជំនួយការរបស់បងអូនក្នុងផ្នែកវិទ្យាបងសប្បាយណាស់ដោយឃើញបងអូនសម្រេចចិត្តមកបម្រើក្រុមប្រឹក្សាជាតិចំពោះកម្ពុជានិងប្រជាជនយើងអញ្ជើញអង្គុយសូមអូនឯងទឹកជាប្រកបមានសេចក្តីស្រឡាញ់ជាតិគំនិតខ្ពស់ការលះបង់និងសេចក្តីក្លាហានទើបអាចមាននៅមុខនាទីដ៏ប្រណិត
ទីពេទ្យនៅក្នុងប៉ារីសដើម្បីមកបម្រើការងារដល់ទីប្របានេះបងខ្ញុំបានយកកូនព្រោះតាមបងខ្ញុំខ្មាស់គេណាស់ដោយរស់នៅដល់យីស្រួលនៅទីក្រុងដ៏ស្ដុកស្ដម្ភដូចប៉ារីសក្នុងពេលប្រជានុរាស្ត្រយើងរស់នៅក្នុងភាពក្រខ្សត់ការចំនួនជួនប្រានិងភោជនីយដ្ឋានរបស់ឪពុកម្ដាយខ្ញុំនៅប្រទេសបារាំងមានដំណើរល្អណាស់គាត់នឹងផ្ញើឲ្យខ្ញុំប្រាក់បន្តិចបន្តួចរៀងរាល់ខែហើយនាំឲ្យខ្ញុំមានមិត្តភាពធ្វើការជួបជាតិមិនបាច់យកវាអត់គួរឲ្យសរសើរបងណែរីឯកិច្ចការរបស់ប្អូននៅទីនេះដល់លំបាកមែនណាស់ផលវិបាកនៃសង្គ្រាមជាទូទៅដោយទ្រព្យនេះបានបណ្ដាលឲ្យមានមនុស្សរបួសជារៀងរាល់ថ្ងៃហើយអ្នកខ្លះត្រូវរបួសធ្ងន់យ៉ាងធ្ងន់ទៀតផងដែលយើងត្រូវធ្វើការវះកាត់ជារៀងរាល់ថ្ងៃកម្ពុជាយើងមានមន្ទីរពេទ្យជនបទមួយចំនួនដែរហើយក្នុងនោះមានមួយផ្នែកវះកាត់ជាភពសំណាងល្អមន្ទីរពេទ្យយើងនៅទីនេះវាសំណង់ថ្មីហើយសាលវះកាត់ក៏មានសម្ភារៈជាមធ្យមអរគុណបងណាស់ដែលបានមកជួយបងយ៉ាងណាមិញប្រសិនបើគ្នាជំនួយដ៏ស្មោះស្ម័គ្រនិងយ៉ាងជំនាញរបស់នាងនារីដ៏ស្រស់ស្អាតនេះបងទឹកជាគម្រោងចរចេញបានទេក្នុងឆាប់នេះតែជាកាត់នេះគឺលោកវិទ្យានិតបរៈនឹងមកពីភ្នំពេញជួយយើងថាទៀតណាស់ហើយយើងទៅសាកសួរអ្នកជំងឺវិញហើយទៅមើលសាលវះកាត់ដែលមានគ្រឿងសម្ភារៈមធ្យមពុំអាចប្រៀបនឹងគ្រឿងសម្ភារៈនៅ Clinique de Luxe នៃរដ្ឋធានីប៉ារីសដែលមានសន្យាគារប្រដាប់ដោយសម្ភារៈថ្មីទំនើបទុកលេខមានការជឿចាប់ជឿថ្លើមឬទេដែលបានឃើញការជឿចាប់របស់ជនជាតិទីការរបស់យើងអត់ទេប្រខោចិត្តអ្វីសោះអ្វីដែលខ្ញុំទើបតែបានឃើញប៉ុន្តែហើយធ្វើឲ្យជឿចាប់អស្ចារ្យតែទស្សនវិជ្ជានោះបានបង្កើនការបដិញ្ញាចិត្តរបស់ខ្ញុំឲ្យកើនឡើងជា10ដងដើម្បីសម្រេចនៅបម្រើប្រជាជាតិយើងលុះត្រាភាសាដើម្បីស្រោចស្រង់ជាតិអ្នកស្នេហាជាតិពិតប្រាកដត្រូវសុខចិត្តធ្វើពលកម្មគ្រប់បែបយ៉ាងហើយហ៊ានលះបង់បូជាជីវិតផងដែរ Bravo Bravo
សាលីមកណា4 និង 3ត្រូវជាប្រមាណចម្រើនមកណាចម្រើនអ្នកគ្រូដឹងថានាងមានប្រាជ្ញាហើយតែនាងមិនត្រូវធ្វើឲ្យកុមារសាលីហាក់ខាននឹងការជាប្រាខួរក្បាលទេណាយល់ទេនេះជាប្អូនរបស់ខ្ញុំចម្រើនជាកុមារគួរឲ្យស្រឡាញ់មែនចម្រើនជាកូនសិស្សពូកែតែគួរឲ្យស្ដាយចម្រើនជាកុមាររពឹសពិបាកប្រដៅដែលជាហេតុនាំឲ្យអ្នកគ្រូតារាឲ្យបន្ទុកទៀតបងស៊ីហាគឺបងជាដូនមួយខ្ញុំទេតាបងស៊ីហាគឺបងហើយមែនទេត្រូវហើយអូនស្រីខ្លះខ្លៃគឺបងសេះរបស់អូននឹងបងឯងនៅតែស្អាតរូបឆោមល្អដូចដើមអញ្ចឹងហើយនៅលាវដដែលមែនទេត្រូវហើយនៅលាវដដែលរីឯអូនវិញអូនមានស្វាមីហើយមែនឬទេមែនហើយអូនមានប្តីមែនប្តីអូនគឺអនុសេនីយ៍ឯកសវត្ថសុខជីវរៈជនក្នុងសង្គ្រាមគ្រោះអកុសលរបស់ប្តីខ្ញុំត្រូវពិការជើងមួយនៅដៃម្ខាងហើយតាំងពីពេលនោះមកគាត់ចេះតែកាចរករឿងអូនចោទប្រកាន់អូនថាអូនឈប់ស្រឡាញ់គាត់ហើយថាអូនចង់បានប្តីថ្មីទៀតអូននៅទីនេះកុំសត់ណាស់អត់សប្បាយទេតែទីភពដ៏ល្អបានបងមករកនោះនៅជាមួយខ្ញុំអំណះតទៅបងគឺជាពន្លឺសុភមង្គលនៃអូនហើយលោកជាអ្នកដឹកបងស្រីខ្ញុំសូមលាហើយព្រោះអូនចម្រើននៅខ្ញុំត្រូវទៅដល់ផ្ទះឪពុកយើងខ្ញុំនៅម៉ោង 11:30 នាទីទទួលទានបាយក្នុងគ្រួសារអូននារីបងសូមអរគុណអូនហើយដែលបានថែទាំគ្រួសារបងដោយបានជួយលើកទឹកចិត្តលើកបាត់លើកម្រិតគឺទៅសួរសុខទុក្ខគាត់ពី3ថ្ងៃក្នុងមួយសប្តាហ៍ក៏ប៉ុន្តែបងសូមប្តឹងពីប្អូនប្រុសអូនឈ្មោះចម្រើនគឺវាចូលចិត្តតែលេងធ្លាប់កំ pl ែងនៅក្នុងថ្នាក់ចម្រើនជាសិស្សរៀនពូកែណាក៏ប៉ុន្តែការធ្លាប់កំ pl ែងចំណុចកម្លាំងរបស់វាធ្វើរំខានដល់ពួកម៉ាក់ឲ្យគេរៀនសូត្របង្កើតសោះអូនខ្ញុំសន្យានឹងបងស្រីថាអូននឹងប្រដៅចម្រើនឲ្យប្រកាន់ចរិយាសមរម្យ
សូមពុកអភ័យទោសឲ្យកូនដែលកូនពុំបានជួយពុកក្នុងការដាំស្លរៀបចំភេទអាហារនៃគ្រួសារយើង កូនទៅលាងដៃទៅចាលាងដៃញ៉ាំជិះហូបបាយណា ព្រឹកមិញនេះមានអ្នកជំងឺនិងអ្នកដែលបួសជាច្រើនមកពេទ្យដែលកូនត្រូវជួយព្យាបាល បាទដុសបាយឲ្យប្អូនណាកូន ពុកទីចំហលេខ1កូនគឺគេបាយឆ្ងាញ់ណាស់ពុកហើយអីក៏ពុកមិនស្ងាត់តិចម្ល៉េះពុកត្រូវការកាឡូរីច្រើនជាងនេះដើម្បីគ្រប់កម្លាំងធ្វើការចំការ កូនយល់បានច្បាស់ល្អណាស់ពីការបំពន់ចំណីអាហារពីកាឡូរីតាមបែបពេទ្យប៉ុន្តែកូនក៏ដឹងដែរថាតាំងពីម្ដាយកូនជាអ្នកស្រូតត្រង់ត្រូវរងគ្រោះស្លាប់ដោយសារការទម្លាក់ប្របាយក្នុងសង្គ្រាមមកពុកហូបក៏មិនបានសម្រានក៏មិនលក់ណាកូនអើយ ខ្ញុំសូមអរគុណបងដែលបានសម្រេចចិត្តមកបម្រើប្រជារាស្ត្រនៃយើងអំណើតទៅជីវិតខ្ញុំមានន័យដែលខ្ញុំមានកិត្តិយសមកបម្រើជនរួមជាតិដែលមានគុណធម៌នៃយើងនៅលើទឹកដីមាតុភូមិកម្ពុជាតែម្ដងហើយលាចាកជីវភាពនៅឋានសួគ៌នៅប៉ារីសទៀត បងដល់បងមានសមានចិត្តចំពោះបងប្រុសជីដូនមួយខ្ញុំសូមបងមេត្តាឲ្យគាត់ស្នាក់នៅនៅជាមួយយើងផងទៅព្រោះបន្ទប់យើងនៅសារទំនេរមួយដែរតា លោកវាជាបណ្ឌិតឈុំមានចិត្តសប្បុរសដោយខ្ញុំស្នាក់នៅជាមួយគាត់ខ្ញុំមិនហ៊ានធ្វើឲ្យគាត់បាត់បង់ចិត្តទេ អូនមិនអីទេអូនជឿថាអូនធានាចំពោះបងគឺអូនបាននិយាយប្រាប់គាត់ថានឹងសុំបងឲ្យមកស្នាក់នៅជាមួយអូនណាគឺដើម្បីជួយកំដរនិងជួយលើកទឹកចិត្តប្តីអូនដែលជិះតែធ្លាក់ចុះទៅនេះជាបន្ទុកសម្រាប់បងហើយគឺដឹកជើងសង្គ្រាមដូចប្តីរបស់អូនគួរតែមានឯកសិទ្ធិទទួលការថែទាំលើគ្រូពេទ្យដែលមានសមាជិករបស់ឯងអញ្ចឹងណា ដកទៅហៅវិញវិញទៀតដកទៅហៅទៀតដកទៅហៅវិញទៀតយើងឈឺអីខ្លះឈឺខាងក្នុងដើមទ្រូងខាងស្នាមមានក្អកទេក្អកចំនួន10ថ្ងៃ
đó này thì nào thì nhớ nhá đi đi nhá dạ năm đấy vui đó cha phú đi chưa sầm năng là phun dơ mà phú Khuya anh vô bẫy nên chạy pu xa phong lên đấy nè nè anh vô bẫy chạy pu chịu phong á mình anh ban cho lên khen đi nông kênh men rồi tê xôm ở con mình hơi trong cuộc có crop nâng bà ray đo chanh Ôn xây há bong ở con ôn á để banធ្វើការងារយ៉ាងល្អប្រសើរជារៀងរាល់ថ្ងៃបងការពិសោធន៍និងការណែនាំព្រៀងប្រដៅរបស់បងគឺសំខាន់ណាស់ចំពោះខ្ញុំហើយចំនួនរបស់នាងនារីព្រមទាំងលោកពេទ្យវរៈមកពីភ្នំពេញក៏សំខាន់ណាស់ដែរនោះអូនជីដូនមួយរបស់អូនដើរមកហើយលោកមាក្មួយមិនដឹងបានអ្វីជួលោកមាហើយសំនឹងគុណដ៏ល្អរបស់លោកមាដែលបានជួយសម្រួលបងសីហាឲ្យមកស្នាក់នៅផ្ទះខ្ញុំទេមួយសម្លាញ់មួយដឹងស្រាប់ហើយពុកមាមិនដែលមានអ្វីចម្លើយនឹងមួយទេពុកមាថ្លាមថ្លៃក្មួយអរគុណពុកមាជាអណែកបងមកយើងទៅផ្ទះបងធ្វើការហត់ណាស់ត្រូវតែទៅផ្ទះសម្រាប់អូនបានរៀបចំម្ហូបអាហារទុកជូនមកហើយនាងតារាស្រឡាញ់លោកពេទ្យសីហាដ៏ជ្រាលជ្រៅណាស់អាណិតណាស់បុកអនុស្នេហ៍អាចសុខដែលនាងតារាបោះបង់តាំងពីកបុតដៃកបុតជើងម្ល៉េះនាងស្រីតូចនាងកុំយំអីពេទ្យសីហាស្រឡាញ់យ៉ាងណាស់ជាការពិតថ្ងៃណាមួយពេទ្យសីហានៅមកដណ្ដឹងរៀបអាពាហ៍ពិពាហ៍ជាមួយស្រីតូចហើយមិនទៅថ្ងៃនេះលោកស្នេហ៍ឯងអរគុណបងណាស់តែងតែយកចិត្តទុកដាក់ដល់របៀបខ្ញុំយើងទទួលกินបាយឥឡូវហើយបងសីហាមកទៅលាងដៃសិនអូនបានរៀបចំទឹកនឹងហើយសាប៊ូអ្នកឯណោះ
កូនប្រសានៅមានទឹកអូនគីឡូនេះសូមជិតមកចាក់ស៊ីលនេះយើងអត់មានអ្នកជំងឺសម្រាប់នេះទេយើងអត់ទេសូមតែអរជួយឲ្យអ្នកដែលស្លាប់ឬរបួសនឹងមាននោះមានចំនួនកាន់តែតិចទៅអញ្ចឹងយ៉ាងណាទៅថ្ងៃនេះគាត់ស្រួលទេប៉ុន្តែទឹកចិត្តគាត់កាន់តែដុនដាបទុនទាបទៅហើយតារាបោះបង់គាត់កាលណាតារាមានទីទំនេរគេទៅក្រុងភ្នំពេញដែលមានអ្នកឯងច្រើនដើម្បីគេលេងសប្បាយជាជាងនៅផ្ទះថ្នាក់ថ្នមថែរក្សាសុខចំណែកខ្ញុំយល់ថាខ្ញុំត្រូវតែបន្ថយការសាកសួរបង្សុកព្រោះបងតារាចេះតែរករឿងខ្ញុំនៅពេលដែលឃើញបង្សុកមានសមាជិករាប់អានខ្ញុំនារីខ្ញុំសប្បាយណាស់នឹងជំរាបនារីថាក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជាទើបតែផ្ដល់នៅខ្ញុំកុំផ្ទះមួយដើម្បីឲ្យខ្ញុំមានសេរីភាពនៅផ្ទះតារារាជាក្នុងជីវិតមួយនៃខ្ញុំរួមការត្រួតពិនិត្យអចិន្ត្រៃយ៍និងនាងខ្ញុំឲ្យទាំងស្លាប់ហើយអូននេះអូនសុខចិត្តនឹងរៀបការបងឬទេឬបរិះណាមួយក្រៅពីស្វាមីរបស់យើងខទី4ត្រូវរក្សាទ្រព្យសម្បត្តិដែលស្វាមីរកបានមកប្រគល់ដល់ដៃហើយនាងត្រូវទុកដាក់ឲ្យល្អឲ្យគង់វង្សកុំឲ្យចាត់ចែងដល់ហេតុផ្សេងៗខទី5
ត្រូវមានសេចក្តីរឯងខ្នះខ្នែងក្នុងកិច្ចការងារទាំងពួងដោយបានជម្រាបមកហើយតាំងពីម្ហូបចំណីអាហារគ្រឿងសម្លៀកបំពាក់គ្រឿងប្រើប្រាស់ទាំងប៉ុន្មាននាងត្រូវចាត់ចែងឲ្យស្អាតបាតឲ្យត្រឹមត្រូវតាមច្បាប់អនាម័យទាំង5យ៉ាងនេះជានាទីរបស់ភរិយាដែលត្រូវប្រព្រឹត្តបដិបត្តិមកលើស្វាមីដែលមានភ្នែកទិព្វត្រជាទិព្វសូមជួយបីបាច់ថែរក្សានៅអ្នកនាងទាំងពីរនេះសូមឲ្យបានសេចក្តីសុខសេចក្តីចម្រើនរុងរឿងអស់កាលជានិច្ចនិរន្តរ៍តរៀងទៅអងសៃសេបថវិបោខរេអភិសេកេសព្ទពុន្ធានាងអង្គបត្តតបមោទទេសនៈខតាំងសុញងកលិសពធាតាំងពុទ្ធតាំងសុខណោសមវិតតជាសិយតាំងព្រះមយារិសុបត្យភិនង្កាយកម្មងវិជ្ជាកម្មងបត្យភិនង្យៈណូកម្មងបនិធិទេបត្យភិណានិកត្រានិលក្ខន្តទេទាំងឯកនេ
ស្នេហ៍បងនេះអូនធ្វើចឹងរៀបការជាមួយនាងនារីរួចចាប់ដិតសីហានឹងមកយកអីវ៉ាន់របស់លោកទៅផ្ទះតែក្រុមប្រឹក្សាជាតិចំពោះកម្ពុជាជូនលោកទៅហើយអត់កងមកទៅទូដល់អូនផងអូនត្រង់ទូទៅទៀតអស់រួចហើយអូនមិនអាចរស់នៅក្នុងភូមិនេះបានទៀតទេអាយុអូននៅក្មេងសូមមកមកដល់អូនលេងវានឹងបងទៅគាត់អូនត្រឡប់ទៅនៅក្នុងពេញវិញបងដឹងហើយថាសិង្ហានៅនារីគេស្លេងរត់បានបងណាគេនឹងខែរក្សារត់ខែtomបងជារៀងរហូតនៅពេលដែលអូនចាក់ចេញឆ្ងាយពីបងជួបានតែម៉ានហើយអូវាជួបានស្រែ2ហើយនៅខាងនេះបងធ្វើតិចតិចណាស្គីដែរបងស្រីដល់ម៉ោងយើងទៅដាំបាយឲ្យលោកសាក់បីសពហើយព្រោះប្រពន្ធរបស់គាត់ទើបនឹងរត់ចោលគាត់បងចេញទៅពិសាបាយចុះដល់ម៉ោង2រសៀលចាំបងមកបន្តការងារជូនប្អូនទៀតបាទអរគុណចាស់យើងនាំគ្នាទៅជួយមើលលោកសាក់បីសុកដល់ផាត់នឹងដែលគួរឲ្យអាណិតបងដំណើរជើងកង់ផ្ទាំងលោកបងធម្មតាទេលោកបងគ្មានឈឺអ្វីក្រៅពីជំងឺអស់សង្ឃឹមតូចចិត្តឈឺចិត្តព្រោះតែស្នេហាអស់សង្ឃឹមសូមលោកបងបំពេញតារាចោលទៅហើយលោកបងត្រូវនឹកគិតដល់អ្នកទាំងអស់គ្នាដែលគេតែងសរសើរពីបងមានលោកសីហាមាននារីប្អូនខ្ញុំនិងខ្លួនខ្ញុំជាដើមông Sócខ្ញុំរៀបចំបាយរួចហើយសូមអញ្ជើញបងទៅពិសាông Sóc
អញ្ចឹងពិសាទៅទៅបងនារីថ្ងៃនេះគេធ្វើម្ហូបឆ្ងាញ់ណាស់អញ្ចឹងគ្រប់បន្តិចទៅអញ្ចឹងពិសាទៅទៅបង អ
បោះសម្លាញ់អូនបានរួចផុតហើយនៅទុក្ខវេទនាឥឡូវនេះអូនបានរស់នៅក្នុងសុភមង្គលហើយបងគឺជាបុត្រានៃទេវតាមកពីឋានសួគ៌មកជួយសង្គ្រោះអូនសេចក្តីស្មោះត្រង់របស់អូនចំពោះបងមានជានិច្ចនិរន្តរ៍លុបគ្រីអវសានជីវិតនេះស្នេហ៍អូនអើយអូនស្រឡាញ់បងណាស់អូនស្រឡាញ់បងក៏ស្រឡាញ់អូនណាស់ដែរអូនគឺជាស្ត្រីដែលបងតង់ពីខាងនៅក្នុងសុបិនរបស់បងជាយូរមកហើយប៉ុន្តែបងមិនដឹងថាតើអូនស្រឡាញ់បងពិតប្រាកដឬមកគ្រាន់តែស្រឡាញ់ទឹកប្រាក់របស់បងតែប៉ុណ្ណោះបងតាមមានវិធីអ្វីសង្គ្រោះគាត់បានទេសុខបានស្លាប់ពីម៉ោងហើយជាមកពីមន្ទីរពេទ្យមិនទាន់ទីពីរសងព្រោះគាត់មិនទាន់
យើងចាប់តាមចេញឡើងមុខមុខត្រង់បានណាក់នេះស្នេហ៍បងអរគុណអូនដែលអនុញ្ញាតឲ្យបងទៅតាមអ្នកដោះមីនដ៏ខ្លាំងក្លារបស់យើងក្នុងទេសកម្មដោះមីនរបស់គេនៅតំបន់ទីខុសទីតំបន់យើងគេត្រូវការណាស់ពេទ្យវះកាត់ក្នុងនាមជាពេទ្យនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជាគឺជាវេនបងទៅធ្វើការផ្ទាល់លើទីវាលទាំងនោះហើយនឹងថែទាំជនរួមជាតិយើងនៅភូមិឋានឯទៀតដែលក្រីក្រហើយសម្បូរដោយគ្រុនចាញ់សូមអូនដឹងច្បាស់ថាចិត្តបងបេះដូងបងនៅតែជានិច្ចជាមួយអូនឃ្លាតឆ្ងាយពីបងដូចនេះអូនព្រួយអូននឹកបងជាទេពបរមាប៉ុន្តែជាកាតព្វកិច្ចរបស់អ្នកស្នេហាជាតិទាំងអស់ដែលចេះគោរពគ្នាទៅវិញទៅមកត្រូវតែលះបង់ហើយធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិផងខ្លួនរៀងរាល់ថ្ងៃអូនថ្វាយបង្គំព្រះពុទ្ធជាព្រះបរមគ្រូសូមព្រះអង្គប្រោសប្រណីការពារថែរក្សាបងជានិច្ចនិរន្តរ៍មិនសមនឹងទទួលការឈឺចាប់ទុក្ខសោកវេទនាយ៉ាងនេះទេហើយយូរលំបែបនេះទៀតជាការពិតណាស់តាំងពីឆ្នាំ1991មកមាតុភូមិនិងប្រជាជាតិកម្ពុជាបានទទួលមកពេញហើយនៅសន្តិភាពដែលជាសន្តិភាពមួយមិនទៀងទាត់ដាច់ខាតនៅឡើយហើយបើគិតពីបញ្ហាទៀតសោតគឺនៅពោពេញសង្រាប់មិនអស់ព្រះពុទ្ធជាម្ចាស់អើយប្តីជាទីស្នេហានៃខ្ញុំម្ចាស់បានបូជាជីវិតដើម្បីស្រោចស្រង់ជាតិដោយសេចក្តីស្នេហាជាតិបរិសុទ្ធព្រមទាំងដោយស្វាមីភក្តិជំនឿជឿចិត្ត
លើបរមធម៌មេត្តាករុណានៃព្រះអង្គចំពោះសត្វលោកដែលរងគ្រោះទុក្ខវេទនាក្នុងលោកីហើយដែលតែងតែត្រូវការនៅជំនួយគឺនៅក្នុងករណីនេះហើយបានជាប្តីនៃខ្ញុំម្ចាស់ស្ម័គ្រចិត្តសូមគេបញ្ជូនគាត់ទៅបម្រើប្រជាជននៅស្រុកភូមិឆ្ងាយដាច់ស្រយាលហើយខ្វះពេទ្យជួយសង្គ្រោះព្រះអើយសូមព្រះអង្គព្រះមេត្តាប្រោសប្រណីជួយធ្វើយ៉ាងណាកុំឲ្យប្រការពលិកម្មនៃវីរជនអ្នកស្នេហាជាតិទាំងអស់ដោយប្តីសម្លាញ់ខ្ញុំម្ចាស់ជាដើមទៅជាអាសាបងអត់បានការទៅវិញហើយសូមព្រះម្ចាស់ថ្លៃព្រះអង្គជួយទ្រទ្រង់ការពារឲ្យកម្ពុជាបានថិតថេរជេរកាលក្នុងកិត្តិយសនិងសន្តិភាពពិតប្រាកដកុំបីខានឡើយ